គ្រោះថ្នាក់ខ្លាំងបើហ៊ានរួមភេទនៅអំឡុងពេលទាំង6នេះផ្នែកមួយនៃជីវិតសុខភាពផ្លូវភេទល្អប្រពៃគឺស្ត្រីគួរដឹងថាពេលវេលាណាខ្លះដែលមិនស័ក្តិសមនឹងរួមភេទការរើសពេលមិនត្រឹមត្រូវនេះអាចបង្កជាបញ្ហាធំចំពោះសុខភាពរាងកាយក៏ដូចជាសុខភាពផ្លូវអារម្មណ៍ថែមទៀតផងបើតាមការបកស្រាយពីអ្នកជំនាញមានពេលវេលាមួយចំនួនដែលអ្នកមិនគួរប្រព្រឹត្តរឿងនៅលើគ្រែសោះឡើយ1កំពុងជាសះស្បើយពីជំងឺតម្រងនោមនៅពេលអ្នកកំពុងឈឺឬមានជំងឺតម្រងនោមណាមួយច្បាស់ណាស់អ្នកប្រកាសជាគ្មានអារម្មណ៍ផ្លូវភេទឡើយយ៉ាងណាមិញនៅអំឡុងពេលចាប់ផ្ដើមជាសះពីជំងឺអារម្មណ៍ផ្លូវភេទអាចនឹងកើតមានឡើងវិញប៉ុន្តែអ្នកមិនគួររួមភេទទេដោយត្រូវរងចាំឲ្យជាដាច់ពីជំងឺយ៉ាងហោចណាស់ក៏រយៈពេល2សប្តាហ៍ដែរបើមិនដូច្នោះអ្នកអាចមានហានិភ័យធ្វើឲ្យជំងឺរើឡើងវិញហើយបង្កវាឲ្យកាន់តែទៅជាអាក្រក់ជាងមុនក៏ថាបាន2ក្រោយសម្រាលកូនហើយថ្មីស្ត្រីក្រោយឆ្លងទន្លេគួររងចាំឲ្យបាន4ទៅ6សប្តាហ៍យ៉ាងតិចមុននឹងចាប់ផ្ដើមរឿងលើគ្រែជាថ្មីការរួមភេទមុនពេលកំណត់នេះអាចផ្ដល់ផលប៉ះពាល់ចំពោះសុខភាពជាពិសេសរាំងស្ទះដល់ដំណើរការជាសះស្បើយនៃប្រដាប់ភេទ3កំពុងឆ្លងមេរោគនៅប្រដាប់ភេទការរួមភេទនៅពេលនេះអាចធ្វើឲ្យមេរោគកាន់តែកើតឡើងច្រើនដែលជាហេតុបង្កឲ្យមានអាការៈឈឺចាប់ខ្លាំងមួយវិញទៀតវាក៏អាចចម្លងមេរោគទៅកាន់ដៃគូផងដែរ4ដៃគូស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬគ្រឿងញៀនស្ត្រីមួយចំនួនអាចក្លាយជាជនរងគ្រោះដោយការរំលោភបំពានលើផ្លូវចិត្តនិងរាងកាយគួរដឹងពីអត្តចរិតឬទម្លាប់ដៃគូឲ្យច្បាស់សិនមុននឹងសម្រេចធ្វើការរួមភេទនៅពេលពួកគេកំពុងស្រវឹងឬប្រើប្រាស់គ្រឿងញៀន5គ្មានរបស់ការពារកត្តានេះអាចបង្កឲ្យអ្នកមានផ្ទៃពោះដោយមិនបានត្រៀមទុកជាមុនបន្ថែមពីនេះអ្នកអាចឆ្លងជំងឺនានាពីដៃគូបាន6ក្រោមការបង្ខិតបង្ខំឬដើម្បីផ្គាប់ចិត្តដៃគូអ្នកនឹងបង្កើនសម្ពាធផ្លូវអារម្មណ៍លើខ្លួនឯងកាន់តែច្រើនឡើងរហូតដល់ថ្នាក់អាចមានបញ្ហាខាងផ្លូវចិត្ត